ពីពេលជាប់សង្គ្រាមលោកលើកទី2រហូតដល់ចុងទសវត្សរ៍ទី70នយោបាយតំបន់របស់ជប៉ុនផ្ដោតទៅលើតែអាស៊ីប៉ាស៊ីហ្វិកសឹងតែមួយគត់ដើមដំបូងគឺជាសហប្រតិបត្តិការផ្ដាច់មុខជាមួយអាមេរិកនិងក្រោយមកទៀតពីឆ្នាំ1965ដល់ឆ្នាំ1977ក្រៅតែជាមួយអាមេរិកជប៉ុនធ្វើសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកាណាដាអូស្ត្រាលីនិងនូវែលសេឡង់គេត្រូវរងចាំរហូតដល់ឆ្នាំ1977ទើបឃើញជប៉ុនកាលនោះក្រុមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Takeo Fukuda សម្រាប់ចិត្តលាតសន្ធឹងនយោបាយតំបន់របស់ខ្លួនចូលទៅដល់អាស៊ីអាគ្នេយ៍នៅក្នុងសន្និកថាមួយក្នុងឆ្នាំ1977ដដែលនោះនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន Takeo Fukuda បានថ្លែងជាអាថាជប៉ុនត្រូវតែរៀបចំទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការមាំមួនជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីជួយតំបន់មួយនេះឲ្យស្គាល់ការអភិវឌ្ឍសន្តិសុខនិងភាពរុងរឿងចាប់ពីពេលនោះមកទីក្រុងតូក្យូបានដាក់បញ្ចូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានទៅក្នុងកញ្ចប់នយោបាយតំបន់នៃប្រទេសខ្លួនជួបកុំភ្លេចថាពីឆ្នាំ1967ឆ្នាំដែលអាស៊ានបានចាប់កំណើតឡើងរហូតដល់ឆ្នាំ1977ជប៉ុនមិនដែលឲ្យតម្លៃដល់អង្គការមួយនេះឡើយមូលហេតុគឺមកពីដើមដំបូងអាស៊ានដែលត្រូវបានបង្កើតឡើងដើម្បីខ្ទប់ឥទ្ធិពលកុម្មុយនីសនៅអាស៊ីអាគ្នេយ៍មិនបានទទួលការគាំទ្រភ្លាមពីសំណាក់អាមេរិកទេពីព្រោះអាមេរិកចង់ឲ្យអាស៊ានចូលជាបកសម្ព័ន្ធរបស់ខ្លួនដោយតៃវ៉ាន់ឬក៏ជប៉ុនអីចឹងដែរតែអាស៊ានមិនព្រមរហូតបានជាជប៉ុនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិកត្រូវតែប្រកាន់ជំហរដោយអាមេរិកដែរមិនខ្ជិលរវល់អើពើនឹងអាស៊ានឡើយទោះជាយ៉ាងណាក៏ដោយគេត្រូវរងចាំរហូតដល់ចប់សង្គ្រាមត្រជាក់នៅដើមទសវត្សរ៍ទី90ទើបឃើញទំនាក់ទំនងរវាងជប៉ុននិងអាស៊ានមាំមួននិងស្និទ្ធស្នាលល្អប្រសើរឡើងជាលំដាប់ជាការពិតសប្តាហ៍នេះការផ្ដោះប្ដូរពាណិជ្ជកម្មរវាងជប៉ុននិងអាស៊ីទាំងមូលកើនទៅដល់ 60% នៃការផ្ដោះប្ដូរពាណិជ្ជកម្មសរុបរវាងជប៉ុននិងពិភពលោកហើយនៅក្នុងតួលេខ 60% នោះមួយភាគធំជាការផ្ដោះប្ដូររវាងជប៉ុននិងអាស៊ីអាគ្នេយ៍ក៏ប៉ុន្តែជាង2ទសវត្សរ៍ក្រោយមកនយោបាយលាតសន្ធឹងចូលទៅអាស៊ីអាគ្នេយ៍របស់ជប៉ុននៅតែមិនទាន់នាំមកនៅលទ្ធផលជាដុំកំភួនអ្វីទេមូលហេតុចម្បងគឺមកពីឥទ្ធិពលខ្លាំងនិងលឿនរហ័សពេករបស់ចិននៅក្នុងតំបន់ហើយយ៉ាងហើយបានជាក្នុងអំឡុងពេល2ទសវត្សរ៍ចុងក្រោយនេះជប៉ុននិងចិនបាននឹងកំពុងបន្តប្រជែងជើងគ្នាខ្លាំងនៅអាស៊ីអាគ្នេយ៍ជាស្ដែងនៅខែមករាឆ្នាំ1997ដើម្បីប្រជែងជើងជាមួយចិននាយករដ្ឋមន្ត្រីជប៉ុនសម័យនោះគឺលោក Ryutaro Hashimoto បានស្នើអាស៊ានឲ្យបង្កើតជំនួបកំពូលមួយឆ្នាំម្ដងរវាងជប៉ុននិងអាស៊ានក៏ប៉ុន្តែមុនដំបូងអាស៊ានរីរែកបារម្ភខ្លាចចិនអាក់អន់ចិត្តនៅទីបំផុតអាស៊ានសម្រេចចិត្តអញ្ជើញជប៉ុនចិននិងកូរ៉េខាងត្បូងមកចូលរួមជាលើកទី1បង្អស់ក្នុងជំនួបកំពូលរបស់គេនៅខែធ្នូឆ្នាំ1997គឺជាការចាប់បដិសន្ធិឡើងនៃអ្វីដែលគេឲ្យឈ្មោះថាអាស៊ានបូក3ដូចគ្នាចឹងដែរតាំងពីឆ្នាំ2005មកថ្នាក់ដឹកនាំជប៉ុនបាននឹងកំពុងបន្តចរចាជាមួយអាស៊ានក្នុងគោលដៅបង្កើតតំបន់ផ្ដោះប្ដូរពាណិជ្ជកម្មសេរីមួយរវាងជប៉ុននិងអាស៊ាននេះក៏ដោយហេតុតែចិននិងអាស៊ានបានត្រូវរកគ្នាបង្កើតតំបន់ផ្ដោះប្ដូរពាណិជ្ជកម្មសេរីមួយដែរហើយដោយឡែកក្នុងការជំនួបកំពូលអាស៊ាននៅខែមេសាឆ្នាំ2005លោកនាយករដ្ឋមន្ត្រីជប៉ុនចំនួននោះគឺកុយហ្សូមីបានសម្ដែងការសោកស្ដាយជាផ្លូវការចំពោះអំពើហិង្សាដែលកងទ័ពជប៉ុនបានប្រព្រឹត្តទៅលើប្រជាជាតិអាស៊ីអាគ្នេយ៍កាលសម័យសង្គ្រាមលោកលើកទី2ម្យ៉ាងវិញទៀតប៉ុន្មានឆ្នាំចុងក្រោយនេះនៅពេលមុនមានជំនួបកំពូលបណ្ដាប្រទេសមហាអំណាចឧស្សាហកម្ម G8 ម្ដងនាយករដ្ឋមន្ត្រីជប៉ុនជាបន្តបន្ទាប់តែងតែធ្វើទស្សនកិច្ចមួយជុំអាស៊ីអាគ្នេយ៍
ធ្វើបែបនេះជប៉ុនដូចជាចង់បង្ហាញថាខ្លួនយកចិត្តទុកដាក់ទៅលើមតិរបស់ថ្នាក់ដឹកនាំអាស៊ាននិងដូចជាចង់បង្ហាញថាខ្លួនអាចពំនាំមតិអស់ទាំងនេះយកទៅជជែកជាមួយបណ្ដាប្រទេសអ្នកមានស្រុកស្ដំជាងគេដទៃផ្សេងនៅលើវេទិការបស់ G8 នៅខាងថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍វិញជាយូរឆ្នាំកន្លងមកហើយដែលពួកគេលែងភិតភ័យខ្លាចជប៉ុនដូចនៅក្នុងអតីតកាលទៀតហើយផ្ទុយទៅវិញពួកគេចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីរក្សាតុល្យភាពកុំឲ្យប្រទេសចិនមានព្រៀបខ្លាំងពេកនៅក្នុងទ្វីបអាស៊ីជាទូទៅនិងនៅអាស៊ីអាគ្នេយ៍ជាពិសេសអាស៊ានថែមទាំងយល់ព្រមគាំទ្រជប៉ុនក្នុងការទាមទារអាសនៈអចិន្ត្រៃយ៍មួយនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិទៀតផងយ៉ាងណាក៏ដោយជប៉ុនមានមហិច្ឆតាមួយធំនោះគឺការប្រមូលផ្ដុំជាសម្ព័ន្ធភាពដ៏ធំមួយបណ្ដាប្រទេសសមាជិកអាស៊ាននិងបណ្ដាប្រទេសអាស៊ីខាងកើតដែលហេតុតែប្រយោជន៍នយោបាយនិងសេដ្ឋកិច្ចខ្វែងគ្នាមកទល់ពេលនេះគំនិតផ្ដួចផ្ដើមបែបនេះរបស់ជប៉ុននៅតែមិនទាន់ចេញជាផ្លែផ្កាជាក់ស្ដែងបានទេ